មន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនរនតាឯកបដិញ្ញាជំរុញគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋហើយនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត2នាពេលខាងមុខប្រធានមន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនរនតាឯកលោកថោងបញ្ញវន្តបានបង្ហាញថាចក្ខុវិស័យរបស់មន្ទីរពេទ្យទៅថ្ងៃអនាគតធ្វើយ៉ាងណាត្រូវផ្តល់សេវាមួយប្រកបដោយគុណភាពប្រសិទ្ធភាពនិងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជានៅក្រៅតំបន់ជាពិសេសមន្ទីរពេទ្យមានគោលដៅខ្ពស់ក្នុងការផ្តល់សេវាដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋទូទៅហើយមន្ទីរពេទ្យនេះនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត2នាពេលខាងមុខថ្លែងប្រាប់ទូរទស្សន៍ជាតិខេត្តសៀមរាបលោកថោងបញ្ញវន្តបានឲ្យដឹងថាបច្ចុប្បន្នមន្ទីរពេទ្យកំពុងមានឧបករណ៍ទំនើបៗមួយចំនួនសម្រាប់ប្រើប្រាស់ជាមួយនឹងក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ច្រើនឆ្នាំបានចូលរួមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋជាមួយនោះក្រុមគ្រូពេទ្យលោកក៏បានប្រកាន់ខ្ជាប់នៅគោលការណ៍រួមដោយផ្តល់សេវាព្យាបាលនិងពិគ្រោះជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយស្មើភាពគ្នាមិនថាបង់ថ្លៃឬប្រើប័ណ្ណសមធម៌មិនយូរទេយើងនឹងអាប់ដេតខ្លួនទៅជាទីពេទ្យកម្រិត2នៅថ្ងៃអនាគតខាងមុខបាទអញ្ចឹងពេលនោះគឺយើងកាន់តែមានទុនធានមនុស្សក៏ដូចជាសម្ភារៈបច្ចេកវិទ្យាទំនើបបន្ថែមទៀតសម្រាប់ផ្ដល់សេវាឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋបាទចំពោះបញ្ហាប្រឈមតិចតួចហ្នឹងគឺទីពេទ្យបាននឹងកំពុងតែដាក់ផែនការក្នុងការដោះស្រាយដោយឧបករណ៍បរិក្ខារឬក៏សម្ភារៈមួយចំនួនគឺយើងបានដាក់ផែនការក្នុងការរៀបចំបាទដើម្បីមកឲ្យដំណើរការក្នុងការផ្តល់សេវានេះកាន់តែប្រសើរឡើងហើយចំពោះបញ្ហាប្រឈមដែលយើងខ្វះខាតនៅក្នុងបច្ចុប្បន្នហ្នឹងគឺពាក់ព័ន្ធនឹងឋានណានពិនគឺយើងនៅខ្វះអគាររដ្ឋបាលទីពេទ្យបាទហ្នឹងគឺយើងត្រូវការក្នុងការសាងសង់បន្ថែមបាទទី2គឺកត្តាបរិស្ថានលោកប្រធានមន្ទីរពេទ្យក៏បានឲ្យដឹងទៀតថាបច្ចុប្បន្នមន្ទីរពេទ្យមានផ្ដល់សេវាដូចជាផ្នែកពិគ្រោះជំងឺទូទៅមនុស្សធំនិងកុមារសង្គ្រោះបន្ទាន់ផ្នែកសម្រាប់ជំងឺទូទៅវះកាត់តូចនិងរបួសសម្ភពនិងរោគស្ត្រីផ្នែកវិទ្យាសាស្ត្រមន្ទីរពិសោធន៍និងអគ្គិសនីបេះដូងឱសថស្ថានផ្ដល់ថ្នាំបង្ការដល់ស្ត្រីនិងកុមារផ្នែកព្យាបាលមាត់ធ្មេញនិងផ្នែកជំងឺឆ្លងនិងមិនឆ្លងដោយក្នុងមួយថ្ងៃមានអ្នកមកទទួលសេវាប្រមាណ150នាក់ទៅ200នាក់